មនុស្សរាប់ពាន់នាក់នាំគ្នាភៀសខ្លួនខណៈកងទ័ពស៊ីរីបិទគប់តំបន់ដែលគ្រប់គ្រងដោយជនជាតិឃឺតក្នុងទីក្រុងអាឡេប៉ូចំពេលមានការប៉ះទង្គិចគ្នាមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនពីទីក្រុងអាឡេប៉ូប្រទេសស៊ីរីក្រោយមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពនិងកងកម្លាំងឃឺតមនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេក្នុងទីក្រុងអាឡេប៉ូប្រទេសស៊ីរីបន្ទាប់ពីកងទ័ពបានប្រកាសសង្កាត់របស់ជនជាតិឃឺតចំនួន2ថាជាតំបន់យោធាហួតជិតចំពេលមានការប៉ះទង្គិចគ្នារយៈពេល2ថ្ងៃជាប់គ្នាជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF ដែលដឹកនាំដោយជនជាតិឃឺតនាយកដ្ឋានកិច្ចការសង្គមបាននិយាយកាលពីយប់ថ្ងៃពុធថាមនុស្សជាង45ម៉ឺននាក់បានផ្លាស់ទីលំនៅចេញពីទីក្រុងដោយសារតែការប្រយុទ្ធគ្នាដោយភាគច្រើនបានធ្វើដំណើរទៅទិសពាយៀបឆ្ពោះទៅកាន់តំបន់អាហ្វ្រីនគ្រួសារដែលភៀសខ្លួនជាច្រើនបានចាកចេញដោយថ្មើរជើងតាមរយៈច្រឡោះមនុស្សធម៌ដែលបើកដោយកងទ័ពស៊ីរីដើម្បីឲ្យស៊ីវិលចាកចេញពីតំបន់ដែលមានការប្រយុទ្ធគ្នាខ្លាំងពួកគេបានវេចខ្ចប់សម្ភារៈតាមខ្លួនតាមដែលអាចធ្វើទៅបានដោយមិនច្បាស់ថាតើនឹងអាចត្រឡប់មកវិញនៅពេលណាឬអាចត្រឡប់មកវិញបានដែរឬទេគ្រួសារមួយចំនួនទៀតក៏ត្រូវបានដឹកជញ្ជូនចេញដោយរថយន្តរបស់ក្រុងផងដែរការប៉ះទង្គិចគ្នាដែលបានចាប់ផ្ដើមកាលពីថ្ងៃអង្គារនិងបានសម្លាប់មនុស្ស9នាក់យោងតាមមន្ត្រីម្នាក់គឺជាការប្រយុទ្ធគ្នាដ៏សាហាវបំផុតរវាងកងទ័ពនិងក្រុម SDF បន្ទាប់ពីភាគីទាំងពីរបានបរាជ័យនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងកាលពីខែមិនិនាដើម្បីបញ្ចូលកងកម្លាំងដឹកនាំដោយឃឺតទៅក្នុងស្ថាប័នរដ្ឋថ្មីរបស់ស៊ីរីបច្ចុប្បន្នកងទ័ពរដ្ឋាភិបាលស៊ីរីក្រោមការដឹកនាំថ្មីបន្ទាប់ពីរបបលោកអាសាដដួលរលំបានប្រកាសសង្កាត់ Sheikh Maqsoud និង Ashrafiyeh ក្នុងទីក្រុងអាឡេប៉ូថាជាតំបន់យោធាបិទជិតមន្ត្រីស៊ីរីបានកំណត់ឲ្យសនៈវាលឲ្យស៊ីវិលចាកចេញតាមច្រឡោះមនុស្សធម៌មុនពេលបើកប្រតិបត្តិការយោធាទ្រង់ទ្រាយបំផុតប្រឆាំងនឹងក្រុមអ្នកប្រយុទ្ធឃឺត SDF ការប៉ះទង្គិចគ្នាកើតឡើងដោយសារភាពតានតឹងជុំវិញការបញ្ចូលកម្លាំងឃឺតទៅជួរកងទ័ពជាតិនិងការបាញ់ប្លង់ផ្តាក់គ្នាទៅវិញទៅមកក្នុងទីក្រុងការប្រយុទ្ធគ្នាដ៏សាហាវបានផ្ទុះឡើងរវាងអ្នកប្រយុទ្ធដឹកនាំដោយឃឺតនិងកងកម្លាំងស៊ីរីអ៊ីស្រាអែលនិងស៊ីរីយល់ព្រមបង្កើតខ្សែទូរស័ព្ទទំនាក់ទំនងផ្ទាល់នៅក្នុងកិច្ចចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិករូបិយប័ណ្ណថ្មីរបស់ស៊ីរីបានលុបរូបភាពគ្រួសារអាល់អាសាដចេញដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ